វិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែងមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេក
ច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្កើតទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេបើបុគ្គលនឹងធ្លាប់ទទួលរងការគំរាមកំហែងធ្វើបាបវាយទាត់ធាក់ឬក៏ធ្វើបាបផ្លូវចិត្តឬក៏អ្នកនឹងធ្លាប់ឆ្លងកាត់របបឃោឃៅកាប់សម្លាប់ឬក៏ជួបគ្រោះថ្នាក់ណាគួរឲ្យរន្ធត់បាត់បង់មនុស្សជាទីស្រឡាញ់អញ្ចឹងអារម្មណ៍នឹងវាធំក្នុងធម៌លោកហៅអតិមហន្តារម្មណ៍នឹងវាធ្វើឲ្យយើងចងចាំក្នុងចិត្តបានយូរហើយវាងាយនឹងប៉ះពាល់ផ្លូវចិត្តទៅថ្ងៃក្រោយទៀតមានរឿងមានហេតុអីតិចតួចសំឡេងខ្លាំងអីតិចតួចធ្វើឲ្យអ្នកនឹងឆាប់តក់ស្លុតឬក៏អ្នកនឹងជួយចិត្តគិតច្រើនព្រួយច្រើនបារម្ភច្រើនរឿងដែលមិនទាន់មកដល់នឹងចេះតែភ័យព្រួយបារម្ភឬក៏ជួយចិត្តដេកដៅកាហាយស្ដាយក្រោយរឿងដែលហួសទៅហើយក៏វាធ្វើឲ្យចិត្តនឹងក្រៀមហើយងាយនឹងធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចហ្នឹងអញ្ចឹងវាតតែយើងមានសតិមានស្មារតីហ្នឹងជាប្រចាំនៅក្នុងខ្លួនយើងកុំឲ្យសូវវាកុំសូវឲ្យវាដើរលេងទៅអតីតកាលឬក៏ទៅអនាគតច្រើនពេកដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់ហ្នឹងឲ្យស្មារតីនៅខ្លួនហ្នឹងកុំឲ្យមានតែខ្លួនណាឲ្យព្រលឹងចេញទៅបាត់ហ្នឹងខ្មែរយើងឃើញអ្នកភាំងហ្នឹងដូចថាព្រលឹងអត់សូវនៅខ្លួនណាអញ្ចឹងវាតើទាញស្មារតីទាញចិត្តហ្នឹងមកនៅនឹងសកម្មភាពដែលយើងធ្វើជាប្រចាំហ្នឹងហើយបើចិត្តហ្នឹងវា
នឹកដល់រឿងអតីតកាលកន្លងហួសទៅហើយអញ្ចឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តគិតទេវាកើតហើយវារលត់ទៅវិញឯរឿងហ្នឹងវាផុតបាត់ទៅហើយអញ្ចឹងបើវាព្រួយរឿងដែលមិនទាន់មកដល់ស្មារតីហ្នឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យតាបារម្ភតាវាកើតហើយវារលត់ទៅវិញឯរឿងហ្នឹងមិនទាន់មកដល់ទេចាំពេលជួបវាចាំយើងដោះស្រាយវាហើយចិត្តហ្នឹងមកបំពេញការងារក្នុងពេលបច្ចុប្បន្នហ្នឹងរឿយដំបូងឡើយយើងអត់ឈ្នះវាទេចិត្តហ្នឹងវានៅតែគិតព្រួយគិតស្ដាយវល់ចឹងហើយប៉ុន្តែវាភ័យវាព្រួយវាស្ដាយក៏វាតាមបាតុភូតរបស់ចិត្តចឹងទៅប៉ុន្តែយើងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យទេវាកើតហើយវារលត់ទៅវិញហើយកុំដេកព្រួយជាមួយអាចិត្តភ័យហ្នឹងតែព្រួយមួយវាមួម៉ៅមួយវារត់តែបានចិត្តតែអញ្ចឹងហៅវាត្រឡប់មកវិញឲ្យវាមកនៅនឹងបច្ចុប្បន្នបំពេញការងារណាដែលយើងត្រូវធ្វើហើយប្រាប់ខ្លួនឯងថាឥឡូវរឿងអតីតកាលហ្នឹងហួសហើយធ្វើម៉េចក៏កែមិនកើតដែរយកវាជាមេរៀនហើយនឹងរឿងអនាគតកាលចាំដល់ពេលចាំជួបចាំដោះស្រាយយើងរៀបចំនៅតែរៀបចំហ្នឹងប៉ុន្តែរឿងអនាគតយើងមិនអាចទុះទាយបាន 100%ទេអញ្ចឹងបើប្រឹងឲ្យអស់ពីចិត្តពីថ្លើមថ្ងៃហ្នឹងឲ្យហើយបើថ្ងៃស្អែកជួបរឿងអីដោះស្រាយរឿងហ្នឹងមិនមែនថាមិនឲ្យប្រុងប្រៀបវាប្រុងប្រៀបប៉ុន្តែក៏មិនឲ្យលក់ខ្លួនទៅឲ្យអនាគតកាលដេកភ័យដេកព្រួយរហូតដែរបើចិត្តវាភ័យកើតឡើងកំណត់ដឹងថាអូនេះចិត្តភ័យមកវាមកបន្លាចអញ្ចឹងវាគ្រាន់តែជាចិត្តទេកើតហើយរលត់ទៅវិញប៉ុណ្ណាអញ្ចឹងយើងអត់ខ្លាយទៅជាជនរងគ្រោះរបស់ចិត្តភ័យនឹងយើងខ្លាយទៅជាប៉ូលីសតាមមើលចិត្តភ័យនឹងវិញវានៅតែមកហ្នឹងយើងមិនអាចយកឈ្នះវាភ្លាមបានទេវាត្រូវការពេលវេលាអប់រំកាយវិចារចិត្តញ៉ាំគេងឲ្យបានត្រឹមត្រូវសម្រានឲ្យបានស្រួលបួលព្រោះពេលវេលាសម្រានហ្នឹងក៏មានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបស់យើងដែរហើយនឹងសារដកដង្ហើមធ្វើសមាធិស្ដាប់ធម៌ហាត់ប្រាណហើយនឹងចូលទៅក្នុងព្រៃធម្មជាតិទៅកុំឲ្យនៅស្មុកអាហ្នឹងវាស្រឡាញ់មនុស្សណាដែលចូលស្មុកហ្នឹងវាចូលចិត្តមនុស្សហ្នឹងអញ្ចឹងមានឱកាសប្រស្រ័យតាក់ទងជាមួយមនុស្សដែលជាកល្យាណមិត្តក៏អាចជួយយើងហើយបើពិបាកខ្លាំងត្រូវទៅជួបពេទ្យដើម្បីជួយមានថ្នាំអីចឹងយើងរក្សាសុខភាពផ្លូវកាយផងផ្លូវចិត្តផងហើយរៀនមិនជាជនរងគ្រោះរបស់ចិត្តភ័យព្រួយហ្នឹងឯងអាហ្នឹងយើងអាចធូរស្រាលតិចម្ដងរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅ
កុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីកុំកំណាញ់កុំកំណាញ់ស្នាមញញឹមកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អគ្មានអស់ប្រាក់ទេតែបានបុណ្យត្រឡប់មកវិញគឺបុណ្យមុទិតាប្រែថាចេះរីករាយចំពោះសេចក្តីសុខរបស់អ្នកដទៃអ្នកទទួលបានមិត្តភាពល្អផងហើយឈ្មោះតែបានចូលរួមបណ្ដុះសេចក្តីល្អបន្ថែមផងព្រោះគេមានកម្លាំងចិត្តនឹងធ្វើល្អបន្ថែមទៀតរៀនត្រេកអរនឹងគេទៅសំពាយបុណ្យគេមានគេប្រឹងប្រែងទើបគេបានផលល្អកុំច្រណែនគេអីមិនបានអីមកយើងទេបានតែក្តៅក្រហាយឥតប្រយោជន៍រៀនផ្ដល់សេចក្តីសុខដល់អ្នកដទៃដោយសន្តានចិត្តល្អបរិសុទ្ធរៀនជួយគេដោយចិត្តករុណាអ្នកមានចិត្តបុណ្យច្រើនសប្បាយចិត្តក៏ច្រើនមនុស្សក៏ចូលចិត្តទេវតាក៏តាមថែរក្សា អត្ថបទដកស្រង់ពីសៀវភៅអប់រំផ្លូវចិត្តរៀបរៀងដោយភិក្ខុវជ្របញ្ញោគូសុភាពព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុផលរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំត្អូញត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកខាត់មិនបានហួងហែងច្រើនខ្វល់ចិត្តក៏ច្រើន
មួម៉ៅក៏ច្រើនដែរសន្មតថាជារបស់អ្នកតែអ្នកមិនអាចហាមឃាត់ការប្រែប្រួលបានទេពេលណាអស់អុសភ្លើងក៏រលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅហាមមិនបាននេះជាសច្ចធម៌គេធ្វើមិនត្រូវចិត្តសូមគុំសង្ឃឹមថាគេធ្វើត្រូវចិត្តអ្នកគ្រប់រឿងឬគេនិយាយល្អពីអ្នករហូតឡើយគំរងចាំសេចក្តីសុខពីអ្នកដទៃទាំងស្រុងពេកខំសាងបុណ្យចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលហើយគ្រប់យ៉ាងចុងក្រោយត្រូវប្រែប្រួលផ្លាស់ប្ដូរទៅកំហុសគេកំហុសយើងបើអ្នកតាមរកកំហុសអ្នកដទៃអ្នកនឹងរកបានច្រើនព្រោះអ្នកណាក៏មានកំហុសដែរសូមពិនិត្យមើលខ្លួនឯងកែលម្អកំហុសខុសឆ្គងរបស់ខ្លួនហើយបើជួយណែនាំគេត្រូវណែនាំដោយចិត្តមេត្តារៀនរក្សាចិត្តឲ្យបានល្អមុននឹងហាស្ដីដាក់មានះមិនមែនអ្វីដែលអ្នកនិយាយសុទ្ធតែត្រូវសុទ្ធតែល្អគ្រប់10ទេរៀនដាក់មានះរៀនស្ដាប់គេរៀនទទួលយកគំនិតអ្នកដទៃដើម្បីការរីកចម្រើនឲ្យអភ័យជាពុទ្ធជនតែងភ្លាំងភ្លាត់សាងកំហុសខ្លះមិនខានរៀនឲ្យអភ័យរៀនមានមេត្តារៀនអត់ឱនលើកលែងខ្លះទើបមិនសូវមួម៉ងចិត្តអ្នកនៅតែជួយណែនាំតែណែនាំដោយទឹកចិត្តល្អដោយពាក្យសម្ដីសមរម្យគេក៏ដូចខ្ញុំយើងត្រូវការសេចក្តីសុខគេក៏ត្រូវការសេចក្តីសុខដែររៀនផ្ដល់ស្នាមញញឹមផ្ដល់ភាពកក់ក្ដៅដល់មនុស្សសត្វជុំវិញខ្លួនអ្នកជួយពេលដែលគេមានទុក្ខហើយរីករាយពេលគេបានចម្រើននិងសប្បាយចិត្តនៅអ្វីដែលអ្នកមានដែលអ្នករកបានចាំបាត់ខឹងសិននិយាយពេលខឹងសម្រេចចិត្តពេលមួម៉ៅលទ្ធផលមិនសូវល្អទេច្រើនមានវិប្បដិសារៈជាខាងក្រោយចាំបាត់ខឹងសិនសឹមនិយាយក៏មិនយឺតពេលប៉ុន្មានដែរពេលកំហឹងរសាយទៅបញ្ហាងាយនឹងដោះស្រាយរំពឹងពេកបើអ្នកសង្ឃឹមថាគេនឹងសរសើរអ្នកគេនឹងលើកតម្កើងអ្នកនឹងជួបប្រសពនៅសេចក្តីទុក្ខទោមនស្សក្នុងចិត្តមិនខានខិតខំធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមគេសរសើរឬមិនសរសើរនៅលើគេទៅចោះដុតគេឲ្យក្តៅបើអ្នកចង់ឲ្យគេក្តៅក្រហាយមានន័យថាអ្នកសម្បូរដោយធាតុក្តៅក្រហាយដែរហើយអ្នកដែលក្តៅជាងគេគឺខ្លួនអ្នកព្រោះកំហឹងជាភ្លើងតែងដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វាដំបូងគេ
មុននឹងរៀលដាលដល់អ្នកដទៃសេរីសួស្តីសេរីសួស្តីចាប់ផ្ដើមពីចិត្តល្អពីចិត្តជ្រះថ្លារបស់អ្នករៀនរក្សាមាត់ឲ្យបានល្អពោលពាក្យពិតត្រង់ពាក្យមានប្រយោជន៍បំពេញកិច្ចការងារអ្នកឲ្យបានល្អមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយឡើយអ្នកបានសប្បាយចិត្តនោះហើយជាសេរីសួស្តីពិតប្រាកដដូរអារម្មណ៍ទម្លាប់ពិនិត្យមើលចិត្តអ្នករឿយបើចិត្តមិនល្អកើតឡើងត្រូវកំណត់ដឹងថាចិត្តមិនល្អកើតឡើងហើយទាញវាមករកកាន់អារម្មណ៍ល្អអារម្មណ៍នាំឲ្យកើតបុណ្យកុសលវិញបង្អោនចិត្តរំលឹកដល់ទានដែលអ្នកបានឲ្យរំលឹកដល់អំពើល្អដែលអ្នកបានធ្វើរំលឹកដល់សិលដែលអ្នកបានរក្សារំលឹកគុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃរឿយចិត្តអ្នកនឹងបានត្រជាក់ស្ងប់ឆ្ងាយចាកពីទុក្ខកង្វល់ទាំងឡាយសតិគ្រប់គ្រងខ្លួនបង្កើនស្មារតីតាមរក្សាកាយវាចាចិត្តអ្នករឿយដេកដើរឈរអង្គុយហូបចុកស្លៀកពាក់មានស្មារតីនៅនឹងខ្លួនអ្នកជានិច្ចម្យ៉ាងទៀតរៀនមើលចិត្តអ្នករឿយបើវាគិតខុសដូចជាខឹងគុំចំណែនស្អប់ជាដើមត្រូវទាញចិត្តអ្នកមកគិតត្រូវវិញនឹកដល់អារម្មណ៍ល្អអារម្មណ៍ដែលនាំឲ្យកើតបុណ្យកុសលគេជេរខ្ញុំបើគេជេរអ្នកហើយអ្នកជេរគេវិញអ្នកទាំងពីរជាគូប្រកួតល្បែងបាចលាមកដាក់គ្នាទាំងពីរអ្នកនឹងប្រឡាក់ដូចគ្នាបុគ្គលពាលយកសម្ដីលាមករបស់ខ្លួនមកគ្របសង្កត់អ្នកដទៃដោយគិតថាជាជ័យជំនះរបស់ខ្លួនតែតាមពិតបាបបានប្រឡាក់ចិត្តខ្លួនឯងមុនគេមុននឹងធ្លាក់លើអ្នកដទៃខ្ញុំមានរឿងច្រើនអ្នកណាក៏ជួបរឿងទុក្ខលំបាកដែរតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនរឿងមិនល្អជាផលនៃបាបចាស់រត់ទៅណាក៏គេចមិនរួចដែរចូលព្យាយាមសាងកម្មថ្មីកម្មល្អអ្នកនឹងបានផលថ្មីផលល្អត្រឡប់មកវិញមើលថែចិត្តអ្នកបើអ្នករវល់នឹងរឿងខាងក្រៅច្រើនហួសហេតុពេកតាមដានរឿងគេហួសហេតុពេកអ្នកនឹងអស់ពេលមើលថែចិត្តខ្លួនឯងទម្លាប់ចម្រើនចិត្តបុណ្យចម្រើនចិត្តមេត្តាតម្កល់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាបង្ខំមិនបានអ្នកមិនអាចបង្ខំឲ្យអ្វីគ្រប់យ៉ាងបានតាមចិត្តអ្នកគ្រប់ពេលបានឡើយរឿងកើតឡើងតាមហេតុរបស់វាហេតុមានប៉ុណ្ណាផលបានប៉ុណ្ណឹង
កុំទូចចិត្តអីបើចង់បានផលច្រើនត្រូវសាងហេតុឲ្យបានច្រើនព្រមតាមបុណ្យរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបានហើយត្រេកអរពេលឃើញគេបានជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹងដោយសារបុណ្យយើងមានតែប៉ុណ្ណឹងមិនមានចិត្តច្រណែនអ្នកណាឡើយទីពឹងទ្រព្យក្តីញាតិក្តីអាចពឹងពាក់បានខ្លះតែមិនអាចជាទីពឹងផ្លូវចិត្តរបស់អ្នកបានឡើយរៀនស្ដាប់ធម៌បង្កើនចិត្តជ្រះថ្លាមានមេត្តាមានបញ្ញាកំណត់ដឹងពីដំណើរប្រែប្រួលនៃធម្មជាតិចិត្តអ្នកនឹងបានទីពឹងមិនសូវរំជើបរំជួលទេកុំរំជើបរំជួលបើអ្នករំជើបរំជួលនឹងរឿងរ៉ាវខាងក្រៅខ្លាំងពេកចិត្តអ្នកនឹងមិនមានសេចក្តីសុខទេសរសើរនិន្ទាសុខទុក្ខចំណេញខាតតែងកើតឡើងតាមហេតុរបស់វាអ្នកមិនអាចហាមឃាត់បានទាំងស្រុងទេគ្រប់គ្នាសុទ្ធតែមានទុក្ខម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបន្ថែមទុក្ខដល់គ្នានឹងគ្នាឡើយគួរមានចិត្តមេត្តាករុណាជួយសង្គ្រោះពេលគេជួបទុក្ខលំបាកថ្ងៃល្អថ្ងៃដែលអ្នកមានចិត្តរីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានរាសីខ្ពស់រាសីខ្ពស់អាស្រ័យលើបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលបច្ចុប្បន្នមិនឋិតនៅលើមាត់គេថានៅលើសន្លឹកបៀឬថ្ងៃខែឡើយលៀបសំណាងកើតពីអំពើដែលអ្នកបានសាងកុំចាំបាច់ដើរសួរអ្នកដទៃអីតម្រូវចិត្តគេអ្នកមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេព្យាយាមធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមមិនបៀតបៀនមិនឲ្យអ្នកណាមួយក្តៅក្រហាយឡើយគេគិតយ៉ាងណាជារឿងរបស់គេកុំសូវយកចិត្តទុកដាក់តាមដានរឿងគេពេកអីសង្ឃឹមមិនបានគេមិនចេះតែស្រឡាញ់អ្នកគាំទ្រអ្នកគ្រប់ពេលទេសូមគុំសង្ឃឹមថាគ្រប់គ្នាគិតល្អពីអ្នកនិយាយល្អពីអ្នកឡើយគេគិតបែបណាទុកឲ្យគេជាអ្នកសម្រេចទៅចុះតួនាទីអ្នកគឺធ្វើការងារអ្នកឲ្យអស់ពីសមត្ថភាពគេគិតពីខ្ញុំបើអ្នករវល់ទៅតាមដានថាតើគេនិយាយអីពីអ្នកគិតយ៉ាងណាចំពោះអ្នករកសេចក្តីសុខមិនឃើញទេរក្សាកាយវាចាចិត្តអ្នកឲ្យបានសមរម្យត្រឹមត្រូវតម្កល់ចិត្តអ្នកឲ្យបានល្អគេគិតយ៉ាងណានិយាយយ៉ាងណាខាត់គេមិនបានទេ
វិភាគរឿងគេអ្នកខ្លះចូលចិត្តវិភាគរឿងគេពេលខ្លះដឹងរឿងគេច្រើនជាងសម័យខ្លួនគេទៅទៀតក៏មានតែមិនសូវបានសម្លឹងមើលខ្លួនឯងទេហើយបើមានគេមកវិភាគរឿងខ្លួនឯងតាំងក្រេវក្រោតមួម៉ៅក្តៅក្រហាយសូមពិនិត្យមើលខ្លួនឯងឲ្យបានច្រើនជាងតាមមើលកំហុសអ្នកដទៃប្រយ័ត្នសម្ដីមុននឹងហាស្ដីមេត្តាអាណិតដល់ត្រចៀកអ្នកស្ដាប់ខ្លះផងសួរខ្លួនឯងថាតើសម្ដីនឹងមានប្រយោជន៍ឬទេពិរោះពិសាឬទេត្រឹមត្រូវតាមកាលឬអត់កុំចេះតែហាឲ្យតែរួចពីមាត់ព្រោះអាចមានបាបផងមានពាវេរាផងចិត្តគេមាត់គេមានមាត់គេនិយាយតាមចិត្តគេនឹកឃើញខាត់គេមិនបានទេធ្វើកិច្ចការងារដែលជាតួនាទីរបស់អ្នកឲ្យអស់ពីសមត្ថភាពគេគិតយ៉ាងណាតាមគេចុះអ្នកនៅតែអាចពន្យល់ពីខ្លួនអ្នកតែអ្នកមិនអាចបង្ខំឲ្យគេគិតដូចអ្នកយល់ដូចអ្នកបានទេរៀនបើកចិត្តឲ្យទូលាយកុំកំណាញ់ពាក្យលើកទឹកចិត្តពេលមិត្តអ្នកធ្វើបានល្អអបអរសាទរផ្ដល់តម្លៃឲ្យកម្លាំងចិត្តដល់គ្នាអ្នកបានបុណ្យផងបានមិត្តភាពផងកើតជាតិណាសម្បូរញាតិមិត្តឡើងចុះថ្ងៃខ្លះបានល្អថ្ងៃខ្លះមិនសមតាមប្រាថ្នាឡើយកុំតូចចិត្តអីសមុទ្រមានជួរមាននាចជីវិតមានឡើងមានចុះជៀសមិនរួចទេទទួលដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពរួចប្រាប់ខ្លួនឯងថាខ្ញុំប្រឹងអស់ត្រឹមហ្នឹងហើយសុំទោសបើខុសសូមអភ័យទោសពីគេទៅមិនចាំបាច់កិច្ចការច្រើនទេនាំតែវែងឆ្ងាយអ្នកណាក៏ធ្លាប់ខុសដែរអ្នកចេះកែកំហុសមិនមែនជាមនុស្សអន់ទេតែអ្នកខុសហើយប្រកែកយកត្រូវទើបជាមនុស្សអន់ពិតយើងគេមានទុក្ខដូចគ្នាម្នាក់មានទុក្ខត្រូវប្រឈមមុខនឹងបញ្ហាផ្សេងគ្នាហើយម្នាក់សុទ្ធតែចង់បានសុខគួរមានចិត្តអាណិតមេត្តាជួយសម្រាលទុក្ខគ្នាមិនគួរមានបំណងអាក្រក់បៀតបៀនគ្នាឲ្យគេក្តៅក្រហាយឡើយផ្គាប់ចិត្តគេអ្នកមិនអាចផ្គាប់ចិត្តគេបានគ្រប់គ្នាបានទេធ្វើកិច្ចការងារអ្នកឲ្យអស់ពីសមត្ថភាពគេគិតយ៉ាងណានិយាយតែយ៉ាងណាតាមគេទៅចុះកុំសូវយកគូក្បាលអ្នកមកគិតច្រើនពេកនាំតែសៅមងចិត្តសំពាយបន់ផ្សេងគ្នា
សំពីបនគេផ្សេងសំពីបនយើងផ្សឹងមិនដូចគ្នាទេបើគេបានសុខត្រេកអរនឹងគេទៅផលបនរបស់គេខំសាងមកកុំច្រណែនអីព្រោះបាយច្រណែនទៅក៏មិនបានអីមកយើងដែរមានតែបានបាបទៅវិញចាញ់ឈ្នះគ្នាជជែកដោយកំហឹងត្រឹមតែចង់ចាញ់ឈ្នះគ្នាមិនសូវបានជាប្រយោជន៍ទេហើយអាចបង្កជាសត្រូវទៀតផងបើគេខឹងអ្នកអាចថយមួយជំហានរក្សាចិត្តឲ្យល្អសិនគិតរកពាក្យពេចន៍ណាសមរម្យហើយនិយាយតាមពេលវេលាដែលសមគួររឿងធម្មតារឿងល្អខ្លះអាក្រក់ខ្លះតែងកើតឡើងជាធម្មតាពេលខ្លះរឿងមួយចំនួនកើតឡើងហួសពីការស្មានរបស់យើងទៅទៀតអ្វីសុទ្ធតែមានហេតុទើបកើតឡើងមិនមែនជារឿងចៃដន្យទេយើងសាងកម្មយើងត្រូវទទួលផលនៃកម្មនោះចង់គេចទៅណាក៏គេចមិនរួចដែរខិតខំដោះស្រាយទៅកុំខូចចិត្តយូរពេកអីចេះគ្រប់រឿងអ្នកខ្លះចេះគ្រប់រឿងនិយាយឡើងហត់អ្នកស្ដាប់កាត់ស្មានប៉ាតណាប៉ាតណីនិយាយឲ្យតែលឺព្រោះចង់ឲ្យគេដឹងថាខ្លួនជាអ្នកចេះជាអ្នកគ្រាន់បើតែតាមពិតក្នុងភ្នែករបស់អ្នកដទៃគឺជាមនុស្សប្រហោងក្នុងរឿងខាងក្រៅកុំផ្ញើសេចក្តីសុខនៅនឹងអ្នកដទៃឬរឿងខាងក្រៅទាំងស្រុងពេករឿងរ៉ាវឡើងចុះតាមដំណើររបស់វាដូចទឹករលកក្នុងសមុទ្រដូច្នោះឯងបង្ខំឲ្យវានៅស្ងៀមមិនបានទេរៀនទទួលយករឿងល្អរៀនដោះស្រាយរឿងមិនល្អហើយទៅមុខទៀតជីវិតគឺអញ្ចឹងឯងទ្រាំទៅពូជមានពូជក្រទំនុកបំរុងមេដាបិតាចែកទានដល់អ្នកខ្វះខាតថ្វាយទានដល់ព្រះសង្ឃអ្នកបានបុណ្យផងបានការស្រឡាញ់រាប់អានផងសន្សំពូជរកស៊ីធូផងមនុស្សកំណាញ់មនុស្សចិត្តចង្អៀតរកស៊ីតឹងក្រញៀតទៅណាមកណាគេមិនសូវចូលចិត្តទេមនុស្សចិត្តចង្អៀតសម្បូរណាស់មនុស្សចិត្តចង្អៀតមនុស្សមានតែអញទេល្អមនុស្សពូកែទឹះមនុស្សខ្វះមេត្តាចិត្តមើលឃើញគេតែផ្នែកខាងអាក្រក់មនុស្សប្រភេទនេះរស់នៅមិនសុខទេព្រោះក្តៅក្រហាយរាល់ថ្ងៃហើយមានពៀវេរាវែងឆ្ងាយទៀតផងមនុស្សអត់ហេតុផលអ្នកខ្លះអត់ហេតុផលទេនិយាយយកតែឈ្នះមិនចេះស្ដាប់អ្នកណាឡើយទោះបីអ្នកខំពន្យល់យ៉ាងណាក៏គេមិនព្រមយល់ដែរអ្នកគ្មានហេតុផលអីនឹងត្រូវនិយាយទៀតទេតែអ្នកត្រូវរក្សាការប្រព្រឹត្តរបស់ខ្លួនឲ្យបានល្អធ្វើជាមនុស្សរឹងប៉ឹងកំណត់ដឹងថាគាត់នឹងតែចឹងឯងជជែកចង់ឈ្នះ
បើជជែកវែកញែកដើម្បីការរីចម្រើនជជែកចុះតែបើគ្រាន់តែចង់ឈ្នះហើយបង្កចំនួនគ្មានហេតុផលអីនឹងត្រូវដុតខ្លួនឯងដោយភ្លើងកំហឹងនោះទេបើគេក្តៅឲ្យគេក្តៅតែឯងទៅចុះកុំអោបភ្លើងក្នុងចិត្តអ្នកអីកើតហើយរលត់ទៅវិញរឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញមិនទៀងទាត់ទេមិននៅជាអមតៈឡើយតែបើអ្នកនឹកនាវាញឹកញាប់ពេកវានឹងមករកអ្នកវិញរឿយតែអ្នកអាចរំលឹកដល់អំពើល្អបុណ្យកុសលដែលអ្នកបានធ្វើការនឹកនោះជួយអ្នកឲ្យបានរីករាយសាជាថ្មីតម្លៃនៃការងារបង្ហាញពីចរិតមនុស្សការងារបានដល់កម្មជាអ្នកឲ្យតម្លៃអ្នកទទួលយកវាទៅធ្វើបើកាន់ការងារណាហើយត្រូវប្រឹងធ្វើឲ្យអស់ពីចិត្តពីថ្លើមផលល្អនឹងបានត្រឡប់តបស្នងមកវិញប្រណាំងប្រជែងការប្រណាំងប្រជែងការចង់ចាញ់ចង់ឈ្នះជាហេតុនាំឲ្យខ្វល់ចិត្តអ្នកនៅតែប្រឹងប្រែងអ្នកនៅតែតស៊ូយកឈ្នះអកុសលក្នុងចិត្តអ្នកឈ្នះនៅភាពខ្ជិលច្រអូសឈ្នះនៅចិត្តកំណាញ់ចិត្តច្រណែនជាដើមនោះទើបជាការឈ្នះដ៏ប្រសើររលឹកត្រូវភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់ទៅបន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងតាមការផ្លាស់ប្ដូររបៀបគិតរបស់អ្នកកម្មមិនភ្លេចអ្នកសាងអំពើដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីនឹងផ្ដល់ផលត្រឡប់មកអ្នកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះអ្នកខ្លះអាចរត់គេចពីសំណាញ់ច្បាប់នៅពេលបច្ចុប្បន្នបានតែអ្នកមិនអាចរត់គេចពីសំណាញ់កម្មបានទេចូលព្យាយាមសាងតែអំពើល្អពូជល្អនិងនាំផលល្អមកឲ្យជួយសម្រាលទុក្ខគ្នាម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបង្កើតសេចក្តីទុក្ខដល់អ្នកដទៃឡើយគួរប្រើកាយវាចាចិត្តអ្នកជួយសម្រាលទុក្ខសពសត្វដែលអ្នកបានជួបយើងគ្រប់គ្នាជាអ្នករួមទុក្ខក្នុងវាលវដ្តសង្សារជាមួយគ្នាក្តីសង្ឃឹមនឹងការពិតបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទួមនោះច្រើនមិនខានរឿងរ៉ាវខាងក្រៅអ្នកមិនអាចបង្គាប់បញ្ជាវាបានទាំងស្រុងទេរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អពូជណាផ្លែនឹងដាំគ្រាប់ពូជត្រូវការពេលទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ទីណាក៏ដោយ
ដូរគំនិតដូរវាសនាអភិវឌ្ឍខ្លួនអ្នកពីកាយវាចាចិត្តមិនល្អទៅជាកាយវិការសមរម្យសម្ដីសម្ដៅពិរោះពិសាចិត្តគំនិតនឹងថឹងអ្នកคลายជាមនុស្សមានតម្លៃមានប្រយោជន៍សម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងជោគវាសនាអ្នកទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផង99%មនុស្សមិនល្អ 100% ទេរៀនមើលចំណុចល្អគេខ្លះរៀនឲ្យតម្លៃគេរៀនលើកទឹកចិត្តគ្នាទើបរស់នៅជាមួយគ្នាបានសុខអ្នកនៅតែជួយណែនាំបើមានខុសឆ្គងតែត្រូវធ្វើដោយមេត្តានិងបញ្ញាធម្មជាតិប្រែប្រួលអ្វីតែងប្រែប្រួលតាមដំណើរនៃធម្មជាតិមិនអាចបង្គាប់បញ្ជាបានទេសុខទុក្ខក៏ប្រែប្រួលកាយចិត្តអ្នកក៏ប្រែប្រួលរៀនរស់នៅតាមដំណើរនៃការប្រែប្រួលទើបមិនសោកសៅឆ្លើយតបការឆ្លើយតបដោយភាពនឹងថឹងបង្ហាញពីភាពចាស់ទុំផ្នែកចិត្តគំនិតកំហឹងធ្វើឲ្យចិត្តញ័រមាត់ក៏ញ័រសម្រាប់ចិត្តមិនសូវបានល្អហើយច្រើនតែនាំឲ្យមានវិប្បដិសារៈជាខាងក្រោយសុខទុក្ខសុខនិងទុក្ខភាគច្រើនអាស្រ័យលើរបៀបគិតអ្នកបើអ្នកគិតថាគេធ្វើអាក្រក់ដាក់អ្នកគេស្អប់អ្នកគេនិយាយមិនល្អពីអ្នកនឹងមិនបានសុខក្នុងចិត្តទេចូលព្យាយាមស្ដាប់ធម៌ចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលបញ្ញាជួយអ្នកឲ្យគិតត្រូវមិនសូវមានទុក្ខឡើយហេតុនៃសេចក្តីទុក្ខការជាប់ជំពាក់ហួងហែងវក់ចិត្តជាប់នឹងអ្វីមួយជាមនុស្សក្តីជាសត្វក្តីជាសម្ភារៈក្តីជាមូលហេតុនៃសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយក្នុងចិត្តហួងហែងថែរក្សាខ្លាចបាត់បង់ហើយពេលបាត់បង់ក៏កើតទុក្ខទូមនាស់សោកសៅបើចង់ស្រាលពីសេចក្តីទុក្ខត្រូវកាត់បន្ថយការជាប់ជំពាក់ហួងហែងខួរក្បាលប្រើប្រាស់ខួរក្បាលអ្នកជាឃ្លាំងសម្រាប់ផ្ទុកធាតុល្អទាំងឡាយសម្ដៅដល់កុសលធម៌ព្យាយាមសន្សំកាយវាចាចិត្តល្អរឿយអ្នកនឹងបានចម្រើនដោយភាពត្រជាក់ត្រជុំ